លេងរបស់លោកសាប៊ីអាឡុនសូដឹកនាំរៀលម៉ាឌ្រីតកូនក្រុមរបស់ខ្លួនចាប់ផ្ដើមយល់ក៏ដូចជាជ្រាបបតាយើងពីមួយប្រកួតទៅប្រកួតកាន់តែល្អទៅប្រកួតដំបូងប៉ះគ្នាជាមួយនឹងអាឡេឡាលោកសាប៊ីអាឡុនសូក្រោយចប់កម្មវិធីក៏បាននិយាយថានេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះគាត់មិនសូវជាពេញចិត្តជាមួយនឹងទម្រង់លេងការប៉ះមួយអាឡេឡាប្រហែលទេប៉ុន្តែប្រកួតទី2រៀលម៉ាឌ្រីតបង្ហាញទម្រង់លេងបានយ៉ាងល្អសល់គ្នាត្រឹមតែ10នាក់អាចយកឈ្នះក្រុមប៉ាជូកាជាមួយនឹងលទ្ធផល3-0បងយើងអាហ្នឹងគាត់ល្អមួយកន្លែងតែដល់ពេលប្រកួតទី3ប៉ះគ្នាជាមួយនឹង Red Bull Salzburg នេះគឺខ្ញុំមើលឃើញទម្រង់លេងគឺតែល្អទៀតគាត់ដឹកនាំត្រឹមតែ3ប្រកួតទេឈ្នះ2និងស្មើ1ប្រកួត2ប្រកួតចុងក្រោយគឺបិទ clean sheet មិនឲ្យដៃគូប្រកួតសុទ្ធចូលសំបីតែមួយគ្រាប់តំបន់ការពាររៀលម៉ាឌ្រីតពេលនេះខ្ញុំមើលទៅហាក់បីដូចជាមុំទាស់មែនតើបងយើងបន្តពីនាំចូល Dean Huijsen រួមជាមួយនឹង Trent Alexander-Arnold Dean Huijsen ជាមួយនឹង Arnold ទើបតែមកចូលរួមទេលេខបានត្រឹមតែ3ប្រកួតប៉ុន្តែមើលទៅការលេងរបស់គាត់ដូចជាសង់តង់ក៏ដូចជាអត់មានភ័យខ្លាចអត់មានអីទេគឺស៊ីសង្វាក់គ្នាជាមួយនឹងមិត្តរួមក្រុមល្អមែនតើជាពិសេសគឺ Dean Huijsen និង Arnold ផ្ទាល់តែម្ដងការពារកតាខាងក្រោម Huijsen ក៏ធ្វើការបានល្អហើយ Arnold ការពារកតាមកចុះមកបិទចុះមកជួយនៅតំបន់ខាងលើអាប់ទៅខាងលើក្រោះបាល់ក៏ល្អទៅទៀតអញ្ចឹងរៀលម៉ាឌ្រីតចាប់ផ្ដើមល្អទៅហើយក្រោមការដឹកនាំរបស់រាជការថ្មីគឺលោក Xabi Alonso ការពីបំរើគឺអែមហើយនៅឡើយតំបន់បញ្ចុតរបស់យើងតំបន់បញ្ចុតអាម៉ៅរៀងមិនទាន់ល្អមកវិញអាម៉ៅការពីព្រឹកមិនទើបតែធ្វើបានល្អឯងសុទ្ធមកគ្រាប់និងអាក់ស៊ីបានមកគ្រាប់ប៉ុន្តែយ៉ាងណាគឺអាពេក៏មិនទាន់បានវើត្រឡប់មកវិញដែរយើងចាំមើលថានៅពេលដែលអាពេត្រឡប់មកវិញតើតម្រង់របស់លោក Xabi Alonso នឹងកាយប៉ុណ្ណាវគ្គ16ក្រុមជួបគ្នាសេះបង្កងជឿបន្ទូបងយើងគិតថារៀលអាចឆ្លងផុតជួបបន្ទូអត់ខមមិននៅខាងក្រោមវីដេអូនេះបានជួបគ្នានៅវីដេអូក្រោយជឿបន្ទូទៀតក៏មិនជួយ share វីដេអូនេះម្នាក់មួយបងដែលជាប្រិយមិត្ត fan របស់ Real Madrid Man City និង Real Madrid ចេះរត់ទំនុកកិច្ចគ្នារួចបងយើងអត់ប៉ះនេះទេនៅក្នុងវគ្គ16ក្រុមចុងក្រោយនេះបន្ទាប់ពីឈ្នះរៀងខ្លួនការប្រយុទ្ធវិញក៏ដូចជាព្រឹកនេះផ្ទាល់តែម្ដងអញ្ចឹង Real Madrid អត់ប៉ះជាមួយនឹង Man City មែនប៉ុន្តែត្រូវប៉ះគ្នាជាមួយនឹងកាឡូរៀងធ្ងន់ដែរមកពីប្រទេសអ៊ីតាលីនោះគឺសេបង្កងជឿបន្ទូហើយ Man City ប៉ះកាឡូរៀងស្ទើរវិញគឺប៉ះគ្នាជាមួយនឹងអាឡេឡានៅក្នុងវគ្គ16ក្រុមចុងក្រោយអញ្ចឹងយុទ្ធនាការប្រកួតពានរង្វាន់ FIFA Club World Cup បន្ទាប់ពីចំណាយពេលអស់រយៈពេលជាងជិត15ថ្ងៃនេះគឺយើងរកឃើញក្រុមដែលត្រូវឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយគឺមានដូចជាគីញ៉េជា2យើងគីញ៉េជា2សងខាងហ្មងប៉ារ៉ាម៉ាត្រូវប៉ះគ្នាជាមួយនឹង Botafogo Benfica ប៉ះគ្នាជាមួយនឹង Chelsea ហើយ Inter Milan ប៉ះគ្នាជាមួយនឹងក្រុម Fluminense Man City ប៉ះគ្នាជាមួយនឹងក្រុម Al-Hilal អានេះមកបែកផ្សេងដល់ពេលមកបែកផ្សេងទៀតគឺPSG ត្រូវប៉ះគ្នាជាមួយនឹងក្រុម Inter Miami ហើយក្រុមFlamengo ត្រូវប៉ះគ្នាជាមួយនឹងក្រុម AC Bayern Munich Dortmund ប៉ះគ្នាជាមួយនឹង Monterrey និងមួយទៀតគឺចុងក្រោយគឺ Real Madrid ត្រូវប៉ះគ្នាជាមួយនឹងក្រុមសេបង្កងស៊ីវបន្ទូទាំង8គូនេះបងយើងបើតាមអារម្មណ៍របស់ខ្ញុំស្ទង់មតិទៅកាន់បងយើងដឹងថាគូដែលបងយើងទន្ទឹងរង់ចាំពិសេសជាគេគឺទី1 PSG ប៉ះគ្នាជាមួយនឹង Inter Miami Real Madrid ប៉ះគ្នាជាមួយនឹងសេបង្កងស៊ីវបន្ទូហើយមួយទៀតគឺ Chelsea ប៉ះគ្នាជាមួយនឹងក្រុម Benfica 3គូនេះនឹងជក់ចិត្តបំផុតបងយើងហើយ Man City ជាមួយនឹង Al-Hilal ហ្នឹងក៏បងយើងចង់ទូកណាដែររវាង Messi ជាមួយនឹង Al-Hilal អូខេ Real Madrid ការព្រឹកមិញគឺគាត់ធ្វើបានល្អមែនទែនទម្រង់លេងក្រោមការដឹកនាំរបស់លោក Xabi Alonso ហាក់បីដូចជាចាប់ផ្ដើមជ្រាបទៅបតាហើយបងយើងធ្វើកាន់តែល្អឲ្យពីមួយប្រកួតទៅមួយប្រកួតដំបូងគឺគាត់ធ្វើមិនសូវជាបានល្អទេប៉ះគ្នាជាមួយនឹង Al-Hilal ប៉ុន្តែប្រកួតទី2ប៉ះគ្នាជាមួយនឹងក្រុម Pachuca គាត់ធ្វើបានកាន់តែល្អជាងប្រកួតទី1ដល់ពេលប្រកួតទី3នេះគឺគាត់កាន់តែធ្វើបានល្អជាងប្រកួតទី1ទាំងទី2ថែមទៀតយើងទាំងតំបន់ការពារទាំងតំបន់បម្រើរួមជាមួយនឹងតំបន់វិញគឺមានការសហការគ្នាបានល្អមែនទែនជាពិសេសគឺតំបន់ការពារមានការការពារមុំតបបន្ទាប់ពីនាំចូលខ្សែការពារទៀត